ប្រិយមិត្តអស់លោកអ្នកស្ដាប់ជាទីមេត្រីប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រាប់នាយរដ្ឋមន្ត្រី Novel លោក Jonas Stoltenberg ថាលោកលែងមានអារម្មណ៍ថាត្រូវគិតពីសន្តិភាពទៀតហើយដោយសារតែគណៈកម្មាធិការ Nobel មិនបានប្រគល់រង្វាន់ Nobel សន្តិភាពដល់លោកនៅក្នុងសារដ៏អស្ចារ្យមួយទៅកាន់លោក Stoltenberg ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយ PBS និងត្រូវបានបញ្ចប់ដោយនាយរដ្ឋមន្ត្រី Nobel លោក Trump បានភ្ជាប់ការគំរាមកំហែងហើយម្ដងទៀតរបស់លោកក្នុងការដណ្ដើមយកការគ្រប់គ្រងកោះ Greenland ទៅនឹងការពិតតែថាលោកមិនទាន់បានទទួលរង្វាន់ Nobel សន្តិភាពរបស់លោកចង់បានជាយូរណាស់មកហើយលោកត្រាំបានសរសេរទៀតថាដោយពិចារណាថាប្រទេសរបស់អ្នកបានសម្រេចចិត្តមិនផ្ដល់រង្វាន់ Nobel សន្តិភាពខ្ញុំដោយសារតែបានបញ្ចប់សង្គ្រាម8បូកខ្ញុំលែងមានអារម្មណ៍ថាមានកាតព្វកិច្ចគិតតែពីសន្តិភាពទៀតហើយទោះបីជាវានឹងតែងតែលេចលោកក៏ដោយប៉ុន្តែឥឡូវនេះអាចគិតអំពីអ្វីដែលល្អនិងសមស្របសម្រាប់សហរដ្ឋអាមេរិកលោក Stoltenberg បានបញ្ជាក់ថាលោកបានទទួលសារពីលោកត្រាំដោយនិយាយថាវាបានកើតឡើងភ្លាមបន្ទាប់ពីលោកនិងប្រធានាធិបតីហ្វាំងឡង់លោក Alexander បានបង្ហាញពីការជំទាស់របស់យើងចំពោះការដំឡើងពន្ធដែលបានប្រកាសរបស់លោកប្រឆាំងនឹងប្រទេស Novel ហ្វាំងឡង់និងប្រទេសផ្សេងទៀតដែលបានជ្រើសរើសលោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកបានពន្យល់យ៉ាងច្បាស់រួមទាំងលោកប្រធានាធិបតីត្រាំអំពីអ្វីដែលគេដឹងច្បាស់ថារង្វាន់ Nobel សន្តិភាពត្រូវបានផ្ដល់ជូនដោយសារគណៈកម្មាធិការ Nobel ឯករាជ្យមិនមែនរដ្ឋាភិបាល Novel ទេលិខិតរបស់លោកត្រាំបានធ្វើឡើងបន្ទាប់ពីបានគម្រាមដាក់ពន្ធបន្ថែម 10% ទៅលើទំនិញពីប្រទេសអឺរ៉ុបជាច្រើនជុំវិញការប្រឆាំងរបស់ពួកគេចំពោះការរបស់លោកក្នុងការទិញកោះក្នុងការទិញយកកោះ Greenland ដែលជាតំបន់ស្វយ័តមួយរបស់ប្រទេសដាណឺម៉ាកដែលជាសមាជិក NATO ម្នាក់ចាប់ពីថ្ងៃទី1ខែកុម្ភៈការគម្រាមកំហែងរបស់លោកត្រាំបានធ្វើឲ្យអង្គការ NATO រង្គោះរង្គើខណៈដែលសម្ព័ន្ធភាពដែលផ្អែកលើការការពាររួមប្រជុំមុខនិងការរំពឹងទុកដែលសមាជិកមួយអាចប្រើកម្លាំងប្រឆាំងនឹងសមាជិកម្នាក់ទៀតលោកត្រាំបានមានប្រសាសន៍នៅក្នុងសាររបស់លោកថាប្រទេសដាណឺម៉ាកមិនអាចការពារទឹកដីនោះពីរុស្ស៊ីឬចិនបានទេហើយហេតុអ្វីបានជាពួកគេមានសិទ្ធិកាន់កាប់មានឯកសារជាលិលាក់អសរទេវាគ្រាន់តែជាទូកមួយបានចុះចតនៅទីនោះរាប់រយឆ្នាំមុនប៉ុន្តែយើងក៏មានទូកចុះចតនៅទីនោះដែរកោះ Greenland កោះអាកតិកដ៏ធំមួយត្រូវបានបញ្ចូលទៅក្នុងប្រទេសដាណឺម៉ាកក្នុងឆ្នាំ1953ក្នុងនាមជាផ្នែកមួយនៃចលនារំដោះអាណានិគមសកលនៅក្រោយសង្គ្រាមលោកលើកទី2វាជាប្រទេសដែលមានការគ្រប់គ្រងដោយខ្លួនឯងប៉ុន្តែគោលនយោបាយការពារជាតិសន្តិសុខនិងរូបិយវត្ថុរបស់ខ្លួននៅតែត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអ្នកទទួលរង្វាន់ Nobel សន្តិភាព Mara Corina Machado ធ្វើសន្និសីទសារព័ត៌មានជាមួយនាយរដ្ឋមន្ត្រី Novel Jonas មួយថ្ងៃបន្ទាប់ពីពិធីប្រគល់រង្វាន់នៅទីក្រុងមូស្គូប្រទេស Novel នៅថ្ងៃទី11ខែធ្នូអ្នកទទួលរង្វាន់ Nobel សន្តិភាព Mara Corina ធ្វើសន្និសីទសារព័ត៌មានជាមួយនាយរដ្ឋមន្ត្រី Novel មួយថ្ងៃបន្ទាប់ពីពិធីប្រគល់រង្វាន់នៅទីក្រុងអូស្ឡូប្រទេស Novel នៅថ្ងៃទី11ខែធ្នូលោកត្រាំបានមានប្រសាសន៍នៅក្នុងកំណត់ចំណាំរបស់លោកទៅកាន់ Stoltenberg ខ្ញុំបានធ្វើច្រើនជាងមនុស្សផ្សេងទៀតសម្រាប់អង្គការ NATO ចាប់តាំងពីការបង្កើតហើយឥឡូវនេះអង្គការ NATO គួរតែធ្វើអ្វីមួយសម្រាប់សហរដ្ឋអាមេរិកពិភពលោកមិនមានសន្តិភាពនោះទេលុះត្រាណាតែយើងមានការគ្រប់គ្រងពេញលេញនៅតំបន់ Greenland ទោះបីជាសហរដ្ឋអាមេរិកជាមូលដ្ឋានគ្រឹះនៃសន្តិសុខអឺរ៉ុបអាត្លង់តិករអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយបានចំណាយប្រាក់ជាច្រើនជាងលើការការពារជាតិក្នុងរយៈពេលនោះជាសមាជិក NATO ដទៃទៀតក៏ដោយសម្ព័ន្ធមិត្ត NATO ជាច្រើនបានចូលរួមក្នុងសង្គ្រាមថ្មីរបស់សហរដ្ឋអាមេរិកជនជាតិដាណឺម៉ាកមួយចំនួន43នាក់
បានស្លាប់ក្នុងការប្រយុទ្ធនៅក្នុងប្រទេសបន្ទាប់ពីការឈ្លានពានឆ្នាំ2001នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងក្រុងឡុងនាយរដ្ឋមន្ត្រីអង់គ្លេស Scammer បានសង្កត់ធ្ងន់ថាប្រទេសដាណឺម៉ាកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកនិងជាសមាជិក NATO ដ៏មានមោទនភាពមួយដែលបានឈរជាមួយយើងរួមទាំងការចំណាយលើមនុស្សជាតិពិតប្រាកដផងដែរ